สุดท้ายให้ยังสมัยอย่างปีการดำล้างไวและผลิตจมูกหนึ่ง Hit Partner Pro ระบายយើងរៀបចំឧបករណ៍រួចរាល់ download Hit Partner Pro ទី1គឺយើង activate device ចុច Hit Partner Pro activate bridge យើង scan QR code ដើម្បីចូលទៅក្នុង device របស់យើងបន្ទាប់ពី activate រួចរាល់យើងចុច device password ដើម្បី set up យើង pairing ការភ្ជាប់ឧបករណ៍ចុចលើ pair ហើយដាក់ SSID ត្រឹមត្រូវនិងលេខកូដវានឹង pair bridge ជាមួយគ្នាជ្រើសរើសកូដរបស់ប្រទេសនិងតំបន់ចុចលើ CPE bridge ជ្រើសឧបករណ៍របស់យើងkit វានឹង automatic repair ជាមួយគ្នាចុចលើ device card setting បើសិនជាចាំបាច់បន្ទាប់ពី pairing success យើងឃើញថាឧបករណ៍របស់យើងបានសម្រេចចុច next ដើម្បីទៅសាយការមើល topology និង bridge group យើងមើល topology ទាំងមូលវានឹងប្រាប់ពី PTMP និង PTP ចុចលើឧបករណ៍ដើម្បីមើលទៅ status របស់វាចុចលើ CPE ដើម្បីមើលទៅ connection យើងក៏អាចទាញផ្លាស់មើលផងដែរចុចលើ other pair device ដើម្បីមើលឧបករណ៍ដទៃផ្សេងទៀតតើតើនឹងការ configuration និង tool ចុចលើ configuration លើ Hit Partner Pro របស់យើង advanced setting យើងអាចជ្រើស LAN កំណត់ផ្សេងៗហើយនឹង wireless មើលទៅលើ bridge tool ការ scan spectrum អាចមើលទៅលើមានឧបករណ៍ណាដែលមានការរំខានឬអត់ចេះតើ interface នេះយើងទទួលបានការ recommend ហើយយើងអាចជ្រើសរើស channel ផ្សេងៗដើម្បីជៀសវាងការរំខាន bridge alignment គឺជាការដាក់ align គ្នាលើឧបករណ៍ទាំងពីរយើងអាចមើលឃើញនៅ status របស់វាការរង្វាស់នេះធ្វើឲ្យយើងអាចជ្រើសនៅកន្លែងដើម្បីដាក់ឧបករណ៍ឲ្យបាន signal ដ៏ល្អបំផុត PoE management ក៏អាចធ្វើយើងកំណត់នៅ standard PoE ចេញពីវាផងដែរ